안녕하세요, 여러분. បាទអញ្ចឹងយើងជួបគ្នាបន្តទៀតជាមួយនឹងអត្ថបទមួយសំណួរពីរបាទអញ្ចឹងសំណួរលេខ1យើងបានធ្វើរួចហើយបាទហើយសំណួរលេខ2នេះខ្ញុំអត់មិនបានអានអត្ថបទបន្តទៀតទេដោយសារខ្ញុំបានអាននៅក្នុងសំណួរលេខ1រួចហើយបាទអញ្ចឹងយើងមើលលេខ2យកតែម្ដងបាទវិទ្យគឺរ៉ែនិយមខ្វះខាតធឿនកសឿលខូឬសេអូណាបាទអញ្ចឹងសូមជ្រើសរើសអ្វីដែលដូចនឹងការបញ្យលរបស់អត្ថបទខាងលើណាបាទវិទ្យគឺណាអញ្ចឹងជាមួយ Ilbon ខ្យងជូអេសចរាចរណ៍កូរលថាជីមុតហាំនីដាបាទនៅទីក្រុងខ្យងជូហ្នឹងគឺយើងបាទมันអាចជិះកង់បានទេណាបាទយើងអាចជិះកង់បានទេអញ្ចឹងក្នុងអត្ថបទយើងបាទគឺយើងអាចជិះបានណាបាទអ៊ីបនខ្យងជូអេសយំញងហាន់ឆាំងសូនឿនជុកគឹមមុំនីដាបាទកន្លែងមុំនីដាកន្លែងនេះមកពីកិរិយាសព្ទដើមមលដាណាបាទឆ្ងាយបាទអញ្ចឹងទីក្រុងខ្យងជូហ្នឹងបាទទីកន្លែងដែលល្បីល្បាញហ្នឹងគឺនៅឆ្ងាយបន្តិចបាទអញ្ចឹងក្នុងអត្ថបទយើងគឺថាយ៉ាងម៉េចដែរបាទ modu kakaboyo ណាបាទអញ្ចឹងកន្លែងដែលល្បីល្បាញហ្នឹងគឺទាំងអស់ហ្នឹងគឺនៅចិត្តអញ្ចឹងក៏អត់ត្រូវដែរបាទអញ្ចឹងយើងមើលសាំបនខ្យងជូអេននអូរ៉េថេនខនមូរីម៉ាន់ជីអានសំនីដាបាទនៅទីក្រុងខ្យងជូហ្នឹងអាគារដែលចាស់ឬក៏អាគារបុរាណហ្នឹងគឺមិនច្រើនទេណាបាទមិនច្រើនទេអញ្ចឹងក្នុងអត្ថបទយើងយ៉ាងម៉េចដែរបាទច្រើនណាបាទម៉ាន់ខូអូរ៉េថេនខនមូលណាបាទអញ្ចឹងយើងមើលសាបនខ្យងជូនឿនខ្យងជីកាអារឹមថាប់គូខុងគីកាកេគឺឋានធូស៊ីមនីដាបាទអញ្ចឹងខ្យងជូគឺជាទីក្រុងបាទដែលមានទេសភាពស្រស់ស្អាតហើយនឹងខ្យល់អាកាសបរិសុទ្ធណាបាទអញ្ចឹងគឺជាចំណុចត្រឹមត្រូវណាលេខ4